បាទសួស្តីអ្នកនរគ្នានៅក្នុងវគ្គនេះមុននឹងឈានទៅដល់ការចុះប្រហោងទៅលើទីតាំងចតារបស់យើងនេះខ្ញុំសូមប្រាប់អ្នកនរគ្នាអំពីវិធីសាស្ត្រក្នុងការបើក opening ទៅលើផ្ទៃរបស់ panel មួយណាហើយជាទូទៅយើងមានពេលខ្លះការបង្កើតប្រហោងហ្នឹងមានអ្នកខ្លះគាត់ប្រើវិធីផ្សេងគ្នាប៉ុន្តែខ្ញុំចង់ធ្វើការបង្ហាញអ្នកនរគ្នាអំពីវិធីសំខាន់ទាំង3ដែលគេប្រើប្រាស់សម្រាប់បង្កើត opening ជាទូទៅវិធីសាស្ត្រទី1នេះខ្ញុំឃើញអ្នកខ្លះគាត់ចូលចិត្តប្រើទៅលើការ edit profile ណាធៀបពិត edit profile ហ្នឹងมันមានតួនាទីទៅលើការចោះអីទេតួនាទីរបស់វាគឺការ adjust ឬក៏ការកែប្រែទៅលើ shape នៃ model ហ្នឹងកែប្រែមិនឧទាហរណ៍ថាអូខ្ញុំអត់ចង់បានរាងបែបហ្នឹងឯងខ្ញុំកែប្រែទៅលើ profile វាទៅជាអញ្ចេះវិញណា TR ជាប់ចេះខ្ញុំ finish អញ្ចឹង share វាទៅជាបែបហ្នឹងអូខ្ញុំចង់បានរូបរាងវាមានប្រហោងនៅខាងក្នុងយេខ្ញុំ finish អញ្ចឹងវាមានប្រហោងបែបហ្នឹងប៉ុន្តែអាការដែលមានប្រហោងបែបហ្នឹងមិនមានន័យថាវាមានតួនាទីសម្រាប់ចោះប្រហោងទេប៉ុន្តែវាមានរូបរាងបែបហ្នឹងអូខេអាហ្នឹងវិធីទី1វិធីទី2គឺជាវិធីសាស្ត្រនៃការចោះប្រហោងប៉ុន្តែវាស្គាល់តែលើផ្ទៃតែវា hosting ជាមួយឯងមានន័យមិនយើងប្រើប្រាស់ by face ឧទាហរណ៍ឥឡូវខ្ញុំធ្វើនៅជាន់តដីទេហើយខ្ញុំប្រើជារង្វង់មូលគូនៅខាងក្នុងហ្នឹងរួចខ្ញុំ tick finish អញ្ចឹងនៅក្នុងslab ទី2នេះគឺយើងអាចបើកប្រហោងបានហើយយើងអាចធ្វើការ adjust ប្រហោងហ្នឹងទាំងការ move ឬក៏ដូចជាការ edit boundary ដើម្បីកែទំហំរបស់វាណា finish អូខេអញ្ចឹងនៅជាន់លើទៀតបើសិនជាវាដូចគ្នាយើងអាច copy បានតាឃើញទេ copy យកទៅជាន់ទីម៉ានទី1ទី2អូខេបានតែ easy មែនតើនៅពេលដែលយើងចង់កែឧទាហរណ៍ថា share វាដូចគ្នាទេយើងចង់កែចំនួន10ជាន់ទៅលើឧទាហរណ៍តែយើងអាចកែទៅវាប្រែប្រួលដល់ជាន់តដីនឹងមួយទេវាអត់ទៅប្រែប្រួលជាន់លើទេហើយបើយើងចង់ move វាទៅកន្លែងផ្សេងអាលើក៏អត់កែដែរណាប៉ុន្តែយើងអាចងាយស្រួលនៅក្នុងការបត់បែនបានហើយវិធីទី3ចុងក្រោយនេះវាជាវិធីដោយប្រើប្រាស់ safe opening ហ្នឹងឧទាហរណ៍ថាឥឡូវខ្ញុំកំណត់ ground floor ហើយខ្ញុំដាក់ base offset នេះខ្ញុំដាក់ដក500ទៅទៀតណាអញ្ចឹងខ្ញុំយក opening មួយខ្ញុំគូនៅក្រោមកន្លែងនេះមួយណាហើយខ្ញុំកំណត់ top constraint ខ្ញុំនេះទៅដល់ជាន់ទី3តែម្ដងអញ្ចឹងនៅពេលដែលខ្ញុំ tick finish ប្រហោងនឹងវានឹងរត់ទៅដល់ជាន់ទី3អញ្ចឹងវាប៉ះ panel អីវាដាច់ទាំងអស់មិនថាពីដានឬក៏ slab វាត្រូវតែដាច់នៅពេលដែលយើងកែទីតាំងវាដូរទៅទាំងអស់គ្នានៅពេលដែលយើងកែទំហំ profile របស់វាឲ្យធំ finish ផ្សេងទៀតក៏ត្រូវរីកធំតែយើងចង់កែខាងលើឲ្យទៅទូចឬក៏ដូរទីតាំងអត់អាចទៅរួចទេអញ្ចឹងជំរឿនទាំង3នេះអ្នកនរគ្នាអាចពិចារណាប្រើបានណាអូខេឥឡូវយើងត្រឡប់មកកាន់ចន្ទារបស់យើងវិញខ្ញុំហើយច្បាស់ជាដោយសារតែកម្ពស់ដូចគ្នាដោយសារតែចន្ទាដូចគ្នាប្រឡោះប្រហោងដែលយើងត្រូវធ្វើដូចគ្នាអូខេខ្ញុំសម្រាប់យក opening ជាប្រភេទ safe ចុះបាទអូខេតោះកុំឲ្យចាំយូរយើងចូលទៅចុចត្រង់ទីតាំងជាន់ទី1តែម្ដងយើងមើលជាកំហើញ hidden វិញខ្ញុំ recommend ល្អជាងណាហើយបើសិនបើយើងចង់មើលធ្លុះយើងមើលជា wireframe ចេះករណីបើយើងអត់ចង់ឃើញ railing ទេយើងប៉ះលើ railing មក right click ហើយ element នេះបែបនេះកាន់តែស្រឡះទៀតដែរអូខេអញ្ចឹងយើងចុចលើ save មករួចយើងយកចតុកោណមកគូហើយយើងចង់បានប្រហោងប៉ុណ្ណាប្រហោងត្រឹមតែផ្លូវចុះឬក៏ទាំងមូលបើទាំងមូលយើងចោះទាំងមូលទៅហើយកុំភ័យថាវាប៉ះស្នឹមប៉ះសសរវាដាច់វាអត់ដាច់ទេវាស្គាល់តែផ្ទៃជា panel ឯងដូចជា slab ហើយនឹងពីដើមអញ្ចឹងយើង finish មួយសិនមកក្រោយមកទៀតយើងកំណត់ជាន់យើងដាក់ជាន់ទី1យើងដក5ទឹកមានន័យថាទៅក្រោម5ទឹកណាបាទហើយយើងយកទៅដល់ជាន់ណាជាន់ទី3អញ្ចឹងជាន់ទី3មកអូខេខ្ញុំប៉ះវាមកខ្ញុំ BX មកយើងកាត់ section មើលចេះ easy ជាងណាឆាប់ដល់អូខេអានេះដោយសារអត់ផុតពីដានក្រោមទៀតផុតមកដាច់ផឹងបាទដាច់អស់អញ្ចឹងយើងអាចបាន walking ឡើងដោយមិនមានបញ្ហាមកខ្ញុំធ្វើដល់ជាន់លើណាអញ្ចឹងខ្ញុំប្រហើដល់ជាន់លើមកថែមតិចទៀតទៅផុតហើយចំណែកទៅជាន់លើទៀតដូចជាដំបូលតាមដែលខ្ញុំចាំ
បាទអញ្ចឹងយើងអត់ត្រូវការចណ្ដាលទេយើងចុច connect នេះ disconnect នេះមកយើងយកសញ្ញាដកនេះមកប៉ះឲ្យចំខ្សែ level នេះរួចយើង tick finish វិញអញ្ចឹងវានឹង delete ចណ្ដាលនោះចោលហាមចុច delete ខ្លួនឯងណាខ្ញុំ recommend កន្លែងមិញនេះអូខេអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាអាចអនុវត្តទៅលើវិធីក្នុងការចោះ opening បានហើយណាបាទសូមអរគុណ